បាទជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះចេញលីហេមកពីក្រុម Elizabeth ហើយថ្ងៃនេះគឺយើងមកធ្វើការ create EC2 instance នៅក្នុង AWS អញ្ចឹងដំបូងគឺយើងបើក browser មកហើយវាយ AWS web service ពីគេដល់ថ្ងៃនេះគឺយើង root user គេអញ្ចឹងយើងវាយ email យើងចូលថ្ងៃនេះយើង verify តាមអក្សរទៅ DTF គេអញ្ចឹងយើងដាក់ password មកhết rồi. Lại ní cứ dùng thực enter code trênពី Google Authenticator 44.7.0.7 44.7.0.7 ខុស password 23.1 7.20.3.1 the fuck ហើយចង់បន្ទាប់ពីយើង login បានហើយគឺយើងចូលមក Microsoft ហើយយើងចូលមក Connect មកនេះអញ្ចឹងយើងចូលមកដល់ account យើងហើយអញ្ចឹងយើងចូលមក EC2 នេះមកដល់ថ្ងៃនេះយើងលុបពី instance ហើយយើងចាប់ផ្ដើមយក man instance មកអញ្ចឹងដល់យើងដាក់ឈ្មោះអញ្ចឹងដាក់ឈ្មោះខ្ញុំ J មួយភ្លេង Civic NQS ហើយដល់មកយើងយកពុំទូហើយម្ដងនេះគឺយើងធ្វើការគឺ generate keep here ចឹងដាក់ចេញលីចេញពី city យើងយកតែមកយើង create page នេះមកចឹងវាទៅដល់ចឹងយើង download បានហើយយើង scroll មកក្រោមនេះគឺយើងយក20អូខេចុះហើយតទៅពីយើងអស់ហើយយើងធ្វើការឡើងមកគេចឹងវា success យើងចូលទៅមកគេចឹងយើងវានឹងតារានេះแล้วយើងចូលមកមើលខាង Git bash យើងគេចឹងយើងចូលមក connect មកហើយយើងយក SA client ចឹងថ្ងៃនេះទី1គឺយើងធ្វើការ copy នេះទុកមួយដើម្បីចូលមក Git bash ហើយយើងខ្សែតែ file មិញយើងដល់ក្នុង download ចុងបាទនេះអញ្ចឹងយើងធ្វើការ cd download សិនអូគេអញ្ចឹងយើងធ្វើការ cd ចូល download ហើយយើង pass នេះចូលបើចឹងថ្ងៃនេះយើងឃើញ error ហើយគឺវាអត់ស្គាល់ comment នេះទេដោយសារតែយើងប្រើជា CMD ចឹងវាអត់ស្គាល់ទេអានេះជា comment របស់ Linux ចឹងដើម្បីជៀសវាងនេះគឺយើងអាចទៅ download Git bash សិនបានអញ្ចឹងយើងអាចមក download Git bash ចូលមក video មកហើយយើងយកពាក្យ target for video នេះអញ្ចឹងវាពងដល់
អូខេអញ្ចឹងបន្ទាប់ពីខ្ញុំបាន download ហើយយើងអាចប្រើ Genbase បានហើយនេះអូខេអញ្ចឹងគឺយើង CD ចូល download ម្ដងទៀតអញ្ចឹងបន្ទាប់ពីយើង CD ចូល download ហើយយើងពីនេះ save វិញហើយចូលមកហើយអញ្ចឹងយើងមក copy យើងប្រើ SX អូខេអញ្ចឹងយើងផាមក yes no គេអញ្ចឹងគឺយើងអាច connect ដោយប្រើ SX បានហើយហើយបន្ទាប់ពីយើងធ្វើកិច្ចការអីហើយគឺយើងអាចចូលមក instant ដើម្បីបិទវាកុំឲ្យ running បើសិនជាយើងបើកវាគឺវាអស់ហើយធ្វើការអស់លុយច្រើនអស់លុយរបស់យើងដែល free ហ្នឹងអញ្ចឹងគឺយើងអាចបិទ line នេះបានកុំឲ្យវា running អញ្ចឹងយើងធ្វើការ stop instant មកអញ្ចឹង stop successfully ជាងកន្លែងនេះគឺវានឹង stop ហើយគេអញ្ចឹងវីដេអូហ្នឹងគឺបានដល់ទីបញ្ចប់ហើយអរគុណគ្រូ